សម្រាប់ខែ4ខែនេះវិញចាយលុយដល់ចុងខែទេពាក់កណ្ដាលខែមិនទាន់ចាប់ផ្ដើមឃើញផលប្រាៗអ្នកគ្នានិយាយថាឡើងចូលឆ្នាំចាយលុយហឹកហាក់ពេកយោថាចាយទៅតែមកជុំងុំចងដៃគេនឹងហ្មងនិយាយថាម្ដងពេញវិញកប៉ៅវិញឡងអត់ធូរលងស្ពេតហ្មងហើយហ្នឹងមានលុយធំតែ3000ដែរមកធ្វើមុខម្ហូបមួយមុខនេះនិយាយថាញ៉ាំទៅក៏មិនមានអារម្មណ៍ថាដាច់យ៉ៃដែរដោយសារមុខគេនេះឆ្ងាញ់របស់គេដែរហ្នឹងហើយរបៀបថាពងទាស្ងោរជាប់ភ្នៅហើយបានទឹកថៃនោះពិសេសមែនតើអ្នកដែលអត់តន់ចេះធ្វើទឹកថៃនឹងទេអាចមករៀនធ្វើបាននិយាយថាអូយអស់តោះហើយមួយមុខនេះសម្រាប់គ្រឿងផ្សំដាក់ទឹកថៃមួយកូនចានកាឡាទឹកមួយកូនកែវស្ករស1ស្លាបព្រាកាឡាប៊ីចេង1ចុងស្លាបព្រាទឹកម្ទេសជាមួយនឹងទឹកថៃកោះកុងចំនួន1ស្លាបព្រាហើយយើងបន្ថែមជាមួយនឹងក្រូចឆ្មាចំនួន2ចំណិតហើយយើងកូរគ្រឿងរបស់យើងឲ្យវាលាយសព្វពីហត់ហើយយើងដាក់ជីចូលមកមានស្លឹកខ្ទឹមជាណាខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសដាក់តាមការចូលចិត្តហឹរប៉ុណ្ណាដាក់ហឹរមកប៉ុណ្ណឹងមកគ្នាហើយសម្រាប់ទឹកថៃនេះដែរអ្នកគ្នាអាចសេវទុកបាននិយាយទៅអាចយកទៅធ្វើពងទាជ្រក់ក៏បានយកមកញ៉ាំភ្លាមជាមួយនឹងពងទាស្ងោរជាប់ភ្នែកចេះក៏បានដែរនិយាយថាអូចាប់ជាតិអស់តោះហើយមួយមុខនេះញ៉ាំមួយមុខនេះឲ្យមានអារម្មណ៍ថាដាច់យ៉ៃណាព្រោះរសជាតិរបស់គេឆ្ងាញ់មែនហើយមួយចានញ៉ាំចំណាយធំតែ3000ទេតែញ៉ាំបាន3ទៅ4នាក់ហើយកុំភ្លេចshare វីដេអូនេះឬក៏ share ទុកដើម្បីទុកមើលពេលណាដែរចុងខែឬក៏យើងចង់ញ៉ាំពងទាជ្រក់អីយើងអាចមកមើលវីដេអូហ្នឹងហើយរៀនធ្វើទាំងអស់គ្នាបានដោយសារតែរូបមន្តនេះគឺឆ្ងាញ់ខ្ញុំអាសាធ្វើញ៉ាំដែរអ្នកគ្នាមុខនេះគឺចូលចិត្តមែនតើហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ